តើអ្វីទៅគឺជាកិច្ចសន្យាការងារមានថេរវេលាមិនកំណត់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ឬភាសាអង់គ្លេសហៅកាត់ថា UDC គឺជាកិច្ចសន្យាការងារដែលមានការបរិច្ឆេទចាប់ផ្ដើមប៉ុន្តែមិនមានការបរិច្ឆេទបញ្ចប់នោះទេលក្ខខណ្ឌវិនិច្ឆ័យនៃកិច្ចសន្យាការងារ UDC មានដូចជាអាចធ្វើជាលេខអក្សរក៏បានអាចធ្វើដោយមតទេក៏បានទី2គឺមិនមានការបរិច្ឆេទបញ្ចប់កិច្ចសន្យាការងារ UDC និងកិច្ចសន្យាការងារ FDC មានលក្ខណៈខុសគ្នាពីចំណុចធំៗទី1គឺលក្ខខណ្ឌទម្រង់កិច្ចសន្យាការងារ UDC អាចធ្វើជាលេខអក្សរក៏បានអាចធ្វើដោយមតទេក៏បានចំណែកឯកិច្ចសន្យាការងារ FDC វិញគឺត្រូវតែធ្វើជាលេខអក្សរទី2គឺតាក់ទងជាមួយនឹងការបរិច្ឆេទចាប់ផ្ដើមនិងការបរិច្ឆេទបញ្ចប់កិច្ចសន្យាការងារ UDC មានតែការបរិច្ឆេទចាប់ផ្ដើមប៉ុន្តែមិនមានការបរិច្ឆេទបញ្ចប់នោះទេចំណែកឯកិច្ចសន្យាការងារ FDC វិញគឺត្រូវតែមានការបរិច្ឆេទចាប់ផ្ដើមនិងការបរិច្ឆេទបញ្ចប់ជាក់លាក់